ចាជំរាបសួរតិជនទីគោរពចាថ្ងៃនេះចានាងខ្ញុំសូមធ្វើការបង្ហាញលោកស្រីចាជាមួយនឹងសរសៃសូត្រមាសរបស់ខ្មែរយើងចាលោកស្រីតែងតែសួរថាអញ្ចឹងសូត្រមាសខ្មែរគាត់ចង់ស្លៀកពាក់ប៉ុន្តែហេតុអីក៏ធ្វើពណ៌ចាស់បុរាណចាអញ្ចឹងថ្ងៃនេះនាងខ្ញុំចង់បញ្ជាក់ថាយើងធ្វើពណ៌បែបលក្ខណៈសម័យចាធ្វើពណ៌បែបលក្ខណៈសម័យក៏ប៉ុន្តែវត្ថុធាតុដើមគឺពិសេសខ្លាំងមែនតើសរសៃសូត្រមាសនាងខ្ញុំទុកឲ្យមើលឃើញចាពណ៌ប្លីងគេហៅពណ៌កាំពៅសាច់កាំពៅហ្នឹងចាជាសរសៃសូត្រសុទ្ធហើយដែលយើងអត់មានបានជ្រលក់យើងអត់មានបានឲ្យពណ៌អីទេចាប៉ុន្តែចាកលាគោមនេះយើងប្រើពណ៌ធម្មជាតិចាពីរពណ៌ចាដែលជាការសំទោសចាដែលជាពណ៌ធម្មជាតិមួយយ៉ាងដែលយើងយកអំពីសម្បកឈើដូចគ្នាហើយក៏មានដកស្រង់ពណ៌ធម្មជាតិហ្នឹងពីពណ៌ផ្កាព្រៃដែរចាអញ្ចឹងប្រភេទហូលសូត្រមាសមួយក្បិននេះចាគឺមានភាពស្រទន់តែពណ៌បែបសម័យចាដូចនាងខ្ញុំនិយាយអញ្ចឹងគឺដោយសារលោកស្រីគាត់ចង់បានពណ៌សម័យគាត់ថាពណ៌បុរាណគាត់ឃើញសូត្រមាសធ្វើតែពណ៌បុរាណអញ្ចឹងចាអញ្ចឹងឥឡូវសូមបង្ហាញជូនពណ៌សម័យតែនៅក្នុងក្បាច់បុរាណដដែលទេចាអរគុណជម្រាបលា